ដែលរៀនមិនចេះនៅមុខវិជ្ជាណាមួយឬក៏មេរៀនណាមួយតែគាត់មានអារម្មណ៍បែបម៉េចហើយដំណោះស្រាយតែយើងត្រូវធ្វើបែបម៉េចដើម្បីឲ្យមានការផ្លាស់ប្ដូរពីសិស្សដែលរៀនមិនសូវចេះរៀនមិនយល់ទៅជាសិស្សដែលអាចយល់បានខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាឆ្លងកាត់បើមិនមែនខ្លួនឯងក៏មានមិត្តភ័ក្តិឬក៏អ្នករៀនជាមួយដែរដែលថារៀនអត់ចេះហ្នឹងតែតើពួកគាត់មានអារម្មណ៍បែបម៉េចហើយពួកគាត់ជួបការលំបាកមួយខ្លះតើយើងត្រូវរកវិធីសាស្ត្រណាដើម្បីអាចជួយឬក៏កែប្រែពួកគាត់ឬក៏ខ្លួនឯងដែលស្ថិតនៅក្នុងស្ថានភាពហ្នឹងឲ្យរួចផុតពីបញ្ហាអស់ហ្នឹងតាមពិតទៅសិស្សដែលរៀនអត់សូវចេះរៀនអត់យល់ហ្នឹងមិនមែនពួកគាត់ខ្ជិលទេយើងកុំច្រឡំថាពួកគាត់ខ្ជិលប៉ុន្តែពួកគាត់អត់មានខ្ជិលទេគឺគ្រាន់តែគាត់រៀនអត់ចេះអញ្ចឹងគាត់ចង់កិច្ចវេះធ្វើម៉េចឲ្យផុតម៉ោងហ្នឹងធ្វើម៉េចឲ្យដល់ម៉ោងណាមួយដែលគាត់ចេះហើយម៉ោងហ្នឹងដោយសារតែវាពិបាកគាត់ពិបាកក្នុងការចាប់អញ្ចឹងគាត់កិច្ចអញ្ចឹងកាលណាគាត់កិច្ចគាត់អត់រៀនធ្វើឲ្យគាត់បានបន្ទុកទៀតហើយដល់ពេលបានបន្ទុកទៀតទៅយើងធ្វើការប្រៀបធៀបជាមួយអ្នកមួយគ្នាហើយនឹងយើងគឺធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងជឿតែយើងនឹងរៀនមិនចេះរៀនមិនកើតទេមុខវិជ្ជាហ្នឹងមេរៀនហ្នឹងអញ្ចឹងវានឹងធ្វើឲ្យយើងលែងសូវទៅថង់កំបែងហើយលែងមុខវិជ្ជាហ្នឹងចោលហើយកាលណាយើងបលែងអត់ប្រឹងរៀនទៀតវាកាន់តែលំបាកទៅអញ្ចឹងលំបាកវាបត់ត្រឡប់មកវិញដដែលទេវាគឺជាវដ្តដែលកាត់ឡើងចំពោះសិស្សដែលរៀនអត់ចេះសិស្សខ្សោយនិយាយចំទៅហើយនៅក្នុងវីដេអូនេះយើងនឹងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយនៅរឿងអស់នេះពួកនេះវាគឺជាមួយដែលកាត់ឡើងជាក់ស្ដែងនៅក្នុងជីវិតក្នុងជាសិស្សឬក៏និស្សិតនៅក្នុងវីដេអូនេះខ្ញុំនឹងបែងចែកជា3ផ្នែកគឺផ្នែកទី1តកតងជាមួយនឹងអារម្មណ៍ពិតរបស់សិស្សខ្សោយហ្នឹងហើយទី2មូលហេតុអីដែលធ្វើឲ្យគាត់នឹងខ្សោយឬក៏រៀនមិនចេះចំណុចទី3គឺយើងនឹងនិយាយដំណោះស្រាយ